មនុស្សអត់សង្សារដូចជាបងធ្វើម៉េចនឹងយល់អារម្មណ៍នេះទៅនឹងហើយប្រយ័ត្នគេបោកទៅកុំថាយើងជាបងមិនបានប្រាប់តែងតែទិញអីឲ្យគេទាំងដែលទៅមិនតាក់ទងគ្នាសោះប្រយ័ត្នស្ងាត់គេហៅការយើងដឹងតែសើចឯងហើយរយៈពេលមួយសប្តាហ៍ដែលតាក់ទងគ្នាជាសង្សារបរិះនិងនារីពីរនាក់នេះតែងតែដឹកដៃគ្នាត្រសងទៅណាមកណាជាមួយគ្នានារសៀងនេះផងដែរខាងប្រុសបានទិញអីវ៉ាន់មួយកេះធំយកមកឲ្យសង្សារដល់ផ្ទះតែម្ដងបងទិញអីវ៉ាន់ពីថៅបើមកឲ្យអូនឯងព្រោះអីវ៉ាន់ខ្លះរៀងធូរថ្លៃសុទ្ធតែជាអីវ៉ាន់ដែលត្រូវប្រើប្រាស់ជាប្រចាំថ្ងៃអរគុណហើយបងដែលនឹកនាទិញអីវ៉ាន់មកឲ្យខ្ញុំជាសង្សារល្អមែនតែនព្រោះបងឃើញសង្សាររបស់បងត្រូវការរបស់ប្រើប្រាស់ទៅបងទិញឲ្យទៅបើអញ្ចឹងខ្ញុំចូលក្នុងផ្ទះសិនហើយឈប់សិនកុំប្រញាប់ចូលផ្ទះពេកមើលបងមានរឿងចង់និយាយជាមួយពួកយើងតាក់ទងគ្នាយូរមកហើយដែរអូនឯងគិតតែចង់រៀបការជាមួយបងទេតាក់ទងគ្នាយូរអីទើបតែបានមួយអាទិត្យទេមិនតាន់បានមួយខែផងបងឯងថាយូរយ៉ាងម៉េចកានបងគិតថាវាយូរដែរហើយសម្រាប់បងនោះដែលតាក់ទងគ្នាបានដល់មួយអាទិត្យដូច្នេះបងឯងធ្លាប់តាក់ទងអ្នកមុនបានពីរបីថ្ងៃមែនបានចេះមកនិយាយបែបនេះជាមួយខ្ញុំអត់អញ្ចឹងទេអូនដោយសារវាជាលើកទី1ដែលបងមានសង្សារដូច្នេះហើយបងក៏ចង់រៀបការតែម្ដងមិនចង់ត្រឹមតាក់ទងគ្នាជាសង្សារនោះទេយល់អ្វីដែលបងបាននិយាយដែរទេចាំតាក់ទងគ្នាបាន1ឆ្នាំឬ2ឆ្នាំសិនទេចាំយើងជជែកគ្នាពីរឿងនេះតើបតែតាក់ទងគ្នាបានមួយអាទិត្យសោះថាយូរអីណាខ្ញុំចូលផ្ទះសិនហើយថាចាំស្វេនបានចូលក្នុងផ្ទះតែម្ដងមួយអាទិត្យអត់យូរសម្រាប់គេទេមិនខ្ញុំមានអារម្មណ៍ថាដូចជាមួយឆ្នាំហើយអញ្ចឹងលវីចាស់ចេញពីផ្ទះសង្សារមកដល់ផ្ទះខ្លួនឯងវិញបងប្រុសរបស់គេបានសួរឡើងភ្លាមទៅមកពីណាទៀតហើយនឹងមុនចេញពីផ្ទះឃើញដឹកកេះធំណាស់មិនពេលមកវិញមិនឃើញអញ្ចឹងខ្ញុំដឹកអីវ៉ាន់យកឲ្យសង្សារខ្ញុំតើមនុស្សអត់សង្សារដូចជាបងធ្វើម៉េចនឹងយល់អារម្មណ៍នេះទៅនឹងហើយប្រយ័ត្នគេបោកទៅកុំថាយើងជាបងមិនបានប្រាប់តែងតែទិញអីឲ្យគេទាំងដែលទៅមិនតាក់ទងគ្នាសោះប្រយ័ត្នស្ងាត់គេហៅការយើងដឹងតែសើចឯងហើយយ៉ាងម៉េចបានជាសើចប្អូនខ្លួនឯងទៅវិញបើសង្សារខ្ញុំមកហៅការខ្ញុំនឹងទៅជូនពរនាងហើយប្រាប់ប្តីនាងថារស់នៅឲ្យបានអាយុវែងហើយយ៉ាងម៉េចបានជាទៅប្រាប់គេអញ្ចឹងឯងគិតចង់ធ្វើអីទៅលើគេអត់មែនទៅធ្វើអីផ្ដេសផ្ដាស់តាមតែចិត្តឯងចង់ទេណាតិចលោលេងបានឃើញពិភពលោកនៅក្រៅកុំថាយើងបានដាស់តឿនវើយខ្ញុំជូនពរគេធម្មតាឲ្យគេអាយុវែងតាកុំគិតអីផ្ដេសផ្ដាស់មកលើប្អូនខ្លួនឯងពេកព្រោះតែបែបហ្នឹងទើបអត់សង្សារដល់ឥឡូវនេះនិយាយចាប់ហើយប្អូនប្រុសចូលទៅបន្ទប់របស់គេផ្លែតអើយចាំមិនក៏ម្នាក់ចេះតែឌឺដងពីរឿងនេះខ្ញុំអត់សង្សារវាយ៉ាងម៉េចអត់យល់ហ្មងស្វេនបានប្រអប់អីវ៉ាន់ដែលសង្សារទិញឲ្យស្របពេលដែលម្ដាយបានដើរមកឃើញដូចគ្នាទិញអីវ៉ាន់ទៀតហើយព្រោះតែអញ្ចឹងទើបលុយម្ដាយសល់សមហ្មងងាកទិញរហូតអញ្ចឹងណែចេះសំចៃលុយខ្លះផងទៅម៉ែឃើញទិញអីវ៉ាន់សឹងតែរាល់ថ្ងៃមិនដឹងជាសាច់ការស្អីទេម្ដងនេះម្ដងនោះអត់ឈប់អត់ឈរហើយមួយកេះនេះអស់ប្រមាណណាធំដល់ថ្នាក់នេះសង្សារខ្ញុំទិញយកមកឲ្យខ្ញុំមិនបានទិញដល់ខ្លួនឯងទេម៉ែអត់ទាន់បាននិយាយអីផងម៉ែមកដាក់ញ៉ែតបាត់ទៅហើយសង្សារស្អីទៀតហើយសុទ្ធតែទិញរបស់ឲ្យគ្នាទៀតណោសង្សារខ្លួនឯងនេះវាសម្បូរលុយណាស់ហើយម៉ែកុំគិតអញ្ចឹងអីវាជាទឹកចិត្តរបស់គេគាត់ទិញឲ្យហើយខ្ញុំត្រូវតែទទួលយកបើគេទិញឲ្យវាមិនអីទេកុំឲ្យតែទិញលុយខ្លួនឯងវាអស់លុយកាក់ណាចេញសំចៃខ្លះផងទៅចាខ្ញុំយល់ហើយម៉ែខ្ញុំនឹងព្យាយាមសំចៃមិនទិញអីផ្ដេសផ្ដាស់ទៀតទេកុំឲ្យវាបានតែមាត់ចាខ្ញុំទៅនេះនិយាយចាំអ្នកជាម្ដាយបានដើរចេញទៅតែម្ដងម៉ែចូលចិត្តតែស្ដីបន្ទោសមុនសួរនាំដឹងរឿងគ្រប់តែពេលតែម្ដងពេលរាត្រីបានឈានចូលមកដល់ឪពុកបានមកដល់ផ្ទះវិញដោយឃើញកូនប្រុសពឹងកំពុងតែរៀបចំចេញពីផ្ទះបំរុងទៅណាយប់ហើយអត់ចេះដេកផ្ទះខ្លះទេអីកូនខ្ញុំចេញទៅជួបសង្សារតែមួយផ្លេតទេពុកមិនយូរទេពុកទៅសម្រាកចុះទៅតែមកដល់ផ្ទះដូច្នេះនោះហើយចុះកូនឯងអត់ជួបគេមួយថ្ងៃមិនបានទេមែនទេគេធុញមុខស្លាប់ហើយស្ដាប់សម្ដីពុកចុះធ្វើឲ្យខ្ញុំអស់ទឹកចិត្តអលីងគេមិនធុញទេគេអរឲ្យតែបានទៅជួបគេតា
ឯងគិតតែម្នាក់ឯងទេដឹងទេអាកូនពៅគេអាចជាធុញទ្រាន់តែគេមិននិយាយពងខ្ញុំជាកូនពុកណាជួយលើកទឹកចិត្តខ្ញុំខ្លះផងមើលខ្ញុំទៅសិនហើយពង ថាចប់ហើយលវីនជិះម៉ូតូចេញពីផ្ទះវឹងតែម្ដង ហើយកូននេះវាឆ្លក់វិញនឹងស្នេហាស្នេហឺតនេះពេកហើយ ពេលនៅតាមផ្លូវដែលកំពុងតែបាត់បង់លវីនគិតសង្ស័យថាមានអ្នកជិះតាមខ្លួនពីក្រោយគេបើកកាន់តែលឿនទៅមុខស្រាប់តែជួបនឹងសភាពដែលស្ងាត់ជ្រងំមានតែដើមពោធិ៍មួយដើមនៅចំពោះមុខដែលមានក្រណាត់សសំយំចុះមកដល់ក្រៅ ខ្ញុំមកដល់ទីណាហើយអញ្ចេះមិនក៏មានដើមពោធិ៍នៅត្រង់នេះអញ្ចឹងហើយថែមទាំងមានកណាត់សទៀតខ្មោចកំពុងទៅលងខ្ញុំមែនទេអត់មានមនុស្សនៅទីនេះទៀតធ្វើមិនទេខ្មោចលងខ្ញុំមែនហើយ មួយរំពេចសោះក៏មានអ្នកយកក្រណាត់សមករឹបកខ្លួនពីក្រោយភ្លាមលវីតឬបំរើកងមិនឈ្នះគេក៏ត្រូវបានអូសដោយក្រណាត់សជាប់នឹងកនាំយកទៅជាមួយ ជួយខ្ញុំផងបងជួយផងកុំធ្វើបាបខ្ញុំតើឯងជានរណាកុំធ្វើបាបខ្ញុំអីខ្ញុំខ្លាចហើយដោះលែងខ្ញុំទៅខ្ញុំសុំវល់បងជួយផងបង រំពេចនោះមុខដៃពោពេញទៅដោយស្នាមកំបិនរំលេចឡើងនៅចំពោះមុខគេធ្វើឲ្យលវីតស្រែកយ៉ាងខ្លាំងហើយក៏សន្លប់បាត់ស្មារតីតែម្ដងនាពេលព្រឹកឡើងលវីតញាក់ញ័ររាងកាយរបស់គេបានមាននឹងកម្លាំងដែលពុកព័ទ្ធទៅដោយសន្លឹកនិងភាពរញ៉េរញ៉ៃនិងក្លិនស្អុយ ខ្ញុំនៅណាអញ្ចឹងបន្ទប់ស្អីក៏ញ៉ែញ៉ៃយ៉ាងនេះនោះសុទ្ធតែសត្វអត់តែម្ដងហើយខ្ញុំត្រូវតែចាក់ចេញពីទីនេះបើនៅបន្តទៀតមិនដឹងថាគេធ្វើអីចំពោះខ្ញុំខ្លះទេ និយាយហើយលវីតបានបើកមកចាក់ចេញពីបន្ទប់ស្ដុកនេះដោយចេញមកនៅខាងក្រៅតែទីនេះសុទ្ធតែស្មើនឹងដើមឈើធំធំ ទីនេះជាកន្លែងអីទៅមិនក៏ចម្លែកខ្លាំងម្ល៉េះ លវីបំរុងដើរចេញពីកន្លែងនេះទៅហើយរំពេចនោះមានព្រួយមួយបានបាញ់មកក្បែរជើងគេ នរណាគេហ្នឹងឯងជានរណាហេតុអីក៏ធ្វើដូច្នេះចំពោះខ្ញុំ បុរសម្នាក់បានសាក់ពីគេព្រមជាមួយមុខពោពេញតែដោយស្នាមកាប់បាត់ក៏បានសម្ដៅមករកគេ ឯងជានរណាឯងធ្វើបាបខ្ញុំដើម្បីអីហើយនាំខ្ញុំមកទីនេះដល់របៀបណាយើងនាំឯងមកទីនេះដើម្បីអីឯងគង់តែដឹងខ្លួនទេយើងគុំឯងជាយូរមកហើយយើងមិនអោយឯងបានចាក់ចេញពីទីនេះជាដាច់ខាតលុះត្រាតែឯងអស់ដង្ហើមនៅទីនេះកុំសង្ឃឹមតែអាចបានរួចខ្លួនតើឯងគុំខ្ញុំរឿងអីតើខ្ញុំបានធ្វើអីទៅលើឯងណាឯងមិនបានធ្វើអីមកលើយើងមែនទេឯងប្រហែលជាភ្លេចហើយព្រោះឯងជាអ្នកដែលធ្វើដាក់អ្នកដទៃឯងមិនអាចចងចាំបាននោះទេតែអ្នកដែលត្រូវឯងធ្វើដាក់គឺមិនអាចបំភ្លេចវាបានឡើយចំពោះការឈឺចាប់ដែលតែងតែដក់ជាប់នៅក្នុងទ្រូងរបស់ពួកគេឯងបានសើចចំអកមើលងាយមកលើយើងកាលនៅរៀនឯងមិនចាំតែយើងចាំព្រោះមនុស្សដូចជាពួកឯងចេះតែធ្វើបាបគេតែមិនដែលចាំឡើយតែយើងមិនដែលភ្លេចហើយក៏មិនចង់បំភ្លេចដែរយើងនឹងសងសឹកឯងនៅក្នុងថ្ងៃនេះរឿងនោះយូរណាស់ទៅហើយហ្នឹងតាំងតែពីនៅរៀនម្លេះខ្ញុំសុំទោសបើធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ឯងព្រោះកាលនោះពួកយើងទៅនៅក្មេងៗនៅឡើយទេខ្ញុំមិនចង់ឲ្យវាមានការឈឺចាប់ហើយដិតដាមនៅក្នុងចិត្តឯងរហូតមកដល់ពេលនេះទេខ្ញុំសុំទោសចំពោះកំហុសកាលនោះផងណាសុំទោសពេលនេះតើវាបានអីមកវិញហ៎បើកាលនោះឯងនឹងគ្នារបស់ឯងចេះតែបង្អាប់មកលើអ្នកដទៃនាំគ្នាសើចសប្បាយអើងកងយ៉ាងហ្នឹងមនុស្សដូចឯងមិនសមនឹងទទួលបានការលើកលែងទោសទេសុំទោសកុំធ្វើបាបខ្ញុំអីខ្ញុំសុំទោស ថាចប់ហើយកងបានដកផ្លែព្រួយមកចាក់ចំដើមទ្រូងខាងឆ្វេងរបស់លវីនធ្វើឲ្យលវីនស្រែកយ៉ាងខ្លាំងមិនត្រឹមតែចាក់តែម្ដងឡើយគេចាក់ដកយ៉ាងច្រើនដងសំឡេងស្រែកយ៉ាងទ្រហឹងរបស់លវីនធ្វើឲ្យឪពុកនិងបងប្រុសរបស់គេប្រញាប់ចូលមកក្នុងបន្ទប់គេភ្លាមអូនភ្ញាក់ឡើងកូនអូនកូនអញដេកយសពទេអីកូនឆាប់ភ្ញាក់ឡើងកូនលវីនឯងកំពុងយសពពីរឿងអីហ្នឹងឆាប់ភ្ញាក់ឡើងលវីនខ្មោចចូលសន្ធិដ្ឋមែនទេទើបមិនព្រមភ្ញាក់ដូច្នេះនោះ ឪពុកនិងបងប្រុសរបស់គេបានដាស់គេយ៉ាងយូរទម្រាំតែគេភ្ញាក់ពីសុបិន ពង
បងប្រុសខ្ញុំយល់សពមិនល្អតតែសោះកូនឯងយល់សពឃើញអីដែរប្រាប់ពុកមកមើលកូនខ្ញុំយល់សពឃើញមិត្តភ័ក្តិដែលធ្លាប់រៀនជាមួយគ្នាគេមកសងសឹកជាមួយខ្ញុំណាពុកព្រោះកាលនៅរៀនខ្ញុំមានអត្តចរិតមិនល្អចូលចិត្តតែបន្តោសបង្អាប់មិត្តភ័ក្តិធ្វើឲ្យគេបាក់ទឹកចិត្តអញ្ចឹងកូនឯងគួរទៅរកមិត្តភ័ក្តិម្នាក់នោះហើយសុំទោសគេទោះវាកន្លងផុតទៅយូរណាស់ហើយក៏ដោយព្រោះការដែលបន្តោសបង្អាប់លើអ្នកដទៃវាមិនមែនជារឿងដែលល្អនោះទេវាជាការបំផ្លាញអារម្មណ៍របស់គេធ្វើឲ្យគេគ្មានទំនុកចិត្តចំពោះអ្វីមួយពាក្យសម្ដីយើងថាឲ្យគេយើងងាយភ្លេចតែគេទទួលរងវិញគឺមិនងាយនឹងបំភ្លេចវាបានទេណាកូនកូនគួរតែទៅរកមិត្តភ័ក្តិម្នាក់នោះហើយសុំការអភ័យទោសពីគេទៅបាទពងខ្ញុំនឹងទៅសុំការអភ័យទោសពីគេរៀបចំខ្លួនទៅធ្វើការទៅកូនបាទពង ស្វេនបានទៅទិញដូងនៅក្បែរផ្ទះខណៈដែលនាងកំពុងតែរើសដូងមានបរិសចំណាស់ម្នាក់ជិះម៉ូតូមកឈប់ក្បែរនាងហើយបានបន្លឺសំឡេងឡើង មីអូនកំពុងតែទិញអីដែរក្មួយ ខ្ញុំកំពុងតែទិញដូងពូមានការអីជាមួយខ្ញុំមែនទេ ពូមានរឿងចង់ពឹងក្មួយអាចទៅជាមួយពូបន្តិចបានឬក៏អត់ពូពឹងពាក់តែមួយផ្លេតទេចាំពូឲ្យលុយណា ពូខ្ញុំអត់ទំនេរនឹងទៅទីនេះទីនោះជាមួយនឹងពូទេដូច្នេះហើយពូអាចអញ្ជើញទៅវិញចាស់ដាច់ខាតខ្ញុំមិនទៅទេមកពីណាពីណីមិនដែលស្គាល់ផងហើយឲ្យទៅជាមួយពូកំពុងតែគិតពីអីហ្នឹង ពូកំពុងតែគិតពីក្មួយឯងពូហៅស្រួលបួលតើក្មួយឯងកុំធ្វើដូចជាធំដុំពេកអី ខ្ញុំមិនទៅទេកុំមករញ៉េរញ៉ៃជាមួយខ្ញុំទៀតខ្ញុំនឹងប្តឹងជាមិនខានទេឲ្យតែមករញ៉េរញ៉ៃជាមួយខ្ញុំមិនព្រមទៅណាទាំងអស់ហើយចាស់ហើយមិនគិតសំបុនទេបើជាមកសាំងតែបាប ក្មេងស្អីមិនចេះចាយលុយឯងនឹងស្ដាយក្រោយហើយ ខ្ញុំគ្មានរឿងអីដែលត្រូវស្ដាយក្រោយជាមួយពូទេបរិសចំណងនោះក៏បានចាក់ចេញទៅតែម្ដងហើយហូហេតុមែននាថ្ងៃរសៀលបន្ទាប់ពីចេញពីធ្វើការលវីនបានស៊ើបរកផ្ទះមិត្តភ័ក្តិដែលធ្លាប់រៀនជាមួយគ្នាពេលរាត្រីទៅហើយទើបគេអាចរកឃើញដោយចូលទៅជួបតែបានជួបតែម្ដាយរបស់មិត្តភ័ក្តិគេប៉ុណ្ណោះកូនមីងបានស្លាប់ជាង3ខែហើយដោយសារតែជំងឺប្រចាំកាយក្មួយមករកកូនមីងក្នុងគោលបំណងអ្វី ខ្ញុំមករកកូនមីងដោយចង់សុំទោសកូនមីងដែលខ្ញុំបានធ្វើខុសចំពោះគេខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលខ្ញុំធ្វើទង្វើដូច្នេះចំពោះគេពេលនេះទោះឱកាសបានសុំទោសដោយផ្ទាល់មាត់ក៏ខ្ញុំគ្មានឱកាសផង មីងយល់ថាក្មួយសោកស្ដាយចំពោះទង្វើទាំងនោះកាលនៅក្មេងតែអាយុកាលនោះក្មួយមិនមែនក្រោម7ឆ្នាំទេពួកក្មួយអាយុ10ឆ្នាំជាងហើយ ខ្ញុំយល់តាមីងខ្ញុំពិតជាសោកស្ដាយណាស់ដែលទៅធ្វើទង្វើបែបហ្នឹងខ្ញុំមិនចេះគិតអាចតែខ្ញុំគ្មានខួរក្បាលការគិតដែលល្អមួយចំពោះមនុស្សជុំវិញខ្លួនកាលនៅរៀនខ្ញុំពិតជាមិនដឹងថានិយាយអ្វីឲ្យលើសពីនេះបានទេខ្ញុំអាចទៅសួរសុខទុក្ខកយនៅភ្នោរបស់គេបានទេមីងខ្ញុំចង់សុំទោសគេខ្ញុំទទួលស្គាល់ភាពឆោតល្ងង់របស់ខ្លួនឯងដែលប្រើតែមាត់ដោយគ្មានខួរក្បាលគិតពិចារណា បានមីងនាំក្មួយឯងទៅមីងសានបាននាំគេទៅភ្នោរបស់កូនប្រុសគាត់លវីនបានដាក់ផ្កានៅចំពោះមុខភ្នោរបស់មិត្តភក្តិគេហើយក៏បានបន្លឺឡើង ខ្ញុំពិតជាសោកស្ដាយណាស់ដែលបានមកជួបឯងនៅក្នុងស្ថានភាពបែបនេះខ្ញុំសោកស្ដាយដែលបណ្ដាលឲ្យមាត់ដើមមុនប្រើខួរក្បាលកាលយើងនៅរៀនវិទ្យាល័យយប់នោះឯងមកបញ្យល់សពខ្ញុំដើម្បីឲ្យខ្ញុំបានមកជួបនឹងឯងតើមែនទេខ្ញុំក៏ចង់ឲ្យឯងបានទទួលស្ដាប់ចំពោះការសុំទោសរបស់ខ្ញុំហើយខ្ញុំក៏ចង់ឲ្យឯងលើកលែងទោសឲ្យខ្ញុំដែរខ្ញុំនឹងធ្វើបុណ្យឧទ្ទិសកុសលទៅឲ្យឯងរាល់ថ្ងៃសិលព្រោះមានតែធ្វើបែបនេះទេដែលខ្ញុំអាចមានអារម្មណ៍ថាបានជ្រះថ្លាខ្លះ កូនមីងគេបានទទួលដឹងលឹងហើយគេនឹងអត់ទោសឲ្យក្មួយចំពោះទង្វើកន្លងមក បាទមីងខ្ញុំក៏សង្ឃឹមថាដូច្នេះដែរគេនឹងអាចអត់ទោសចំពោះខ្ញុំ បន្ទាប់ពីធ្វើការសុំអភ័យទោសរួចលវីនក៏បានចាកចេញពីភ្នោរបស់មិត្តភ័ក្តិរបស់គេតែម្ដងនាថ្ងៃបន្ទាប់លវីនបានមកជួបស្វេននាងក៏បានអញ្ជើញគេឲ្យចូលទៅក្នុងផ្ទះជួបនឹងម្ដាយម៉ែគាត់ជាសង្សាររបស់ខ្ញុំតាក់តងគ្នាបានយូរហើយនៅជិត10ថ្ងៃហើយម៉ែពុទ្ធូជិត10ថ្ងៃ បាទមីងតែមិនចិត្ត10ថ្ងៃទេមីងយល់យ៉ាងម៉េចដែរ
បើខ្ញុំឲ្យពុកខ្ញុំមកស្ដីទៅដឹងកូនមីង ណែកុំអានិយាយរឿងនេះតាក់ទងគ្នាដោយមើលចិត្តគ្នាសិនទៅកុំប្រញាប់គិតគូរអារឿងការអីទើបតែបាន9ថ្ងៃសោះ 9 ថ្ងៃក៏រាប់ថាច្រើនដែរមីងខ្ញុំនិងកូនមីងចង់រៀបការជាមួយគ្នាពិតមែនណា កុំទាញខ្ញុំចូលទៅពាក់ព័ន្ធអីខ្ញុំមិនបាននិយាយទេខ្ញុំគិតរឿងបែបនេះតតែមួយឆ្នាំទៀតអីណោះទើបគិតចាញ់ តែបងចង់រៀបការមែនទែនអូនឯងអត់យល់ចិត្តបងសោះថាបងចង់បានអូនមកធ្វើជាប្រពន្ធរបស់បង តែខ្ញុំមិនតន់ចង់រៀបការជាមួយភ្លាមទេតតែយូរទៀតបងឯងសំលុយសិនទៅកុំប្រញាប់ពេកខ្ញុំមិនរត់ចោលទៅណាឡើយ បើអញ្ចឹងក៏បានដែរមីងខ្ញុំលាទៅផ្ទះសិនហើយ តែចោះក្មួយនិយាយចាប់ហើយលវីនក៏បានចាក់ចេញទៅសង្សារមេអូនឯងរហ័នពេកហើយកុំបន្តគាត់បែបជាគំនិតគាត់មិនតន់បានគិតឲ្យដិតដល់លុះដល់ថ្ងៃសិនលវីនបានទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃលុះរួចរាល់គេក៏បានជ្រោចទឹកជាមួយស្វេន ខ្ញុំសុំឲ្យឯងទៅឲ្យបានសុំជួបមនុស្សល្អជួបគ្រួសារដែលល្អខ្ញុំនឹងធ្វើបែបនេះរហូតទាល់តែខ្ញុំធ្វើវាលែងកើតខ្ញុំសង្ឃឹមថាវាអាចនឹងទៅដល់ឯង តាយ៉ាងទៅផ្ទះវិញ បាន អ្នកទាំងពីរក៏បានចាក់ចេញពីវត្តទៅការបន្តបង្អាប់លើនរណាម្នាក់វាជាការវាយប្រហារដែលធ្វើឲ្យអ្នកទទួលរងឆាប់បាក់ស្មារតីនិងទទួលបានអារម្មណ៍ដែលឈឺចាំការនិយាយស្ដីដោយប្រើប្រាស់ការគិតពិចារណាគឺត្រូវតែមានជាអ្វីដែលយើងគួរធ្វើ